lô mày ចឹងនិយាយថាចាគេទៅថតរឿងហ្នឹងគេថតចាប់ប៉ុណ្ណាឯងទៅតែ2ថ្ងៃចាអត់ឃើញឯងបើ office អត់ដោយសារអីបាក់ស្បាតហ្មងបាក់ស្បាតអត់ហ៊ានមកហ្មងដល់ពេលចឹងខ្លាចទៅឥឡូវធ្វើចិត្តបានហើយទៅមកនិយាយប្រាប់ ឥឡូវនិយាយមើលចឹងដឹងអាពេលឯងចុះទៅ set ដែរប៉ះជួបវិញចឹងទៅមិនទៅនេះអូយធ្វើចិត្តអត់តាន់បានចឹងនិយាយថាចែកគេថតមកយត់អីណាអញទៅគឺឡាប់ឡាយខ្លាំងហ្មងទៅដល់ជួបប្រយតែហ្នឹងវាដូចមិនដំបងឯងទៅច្រើនដងតែនេះលើកទី1ដែលទៅថតនៅក្នុងព្រៃអីចឹងរបៀបភូមិអ្នកសញ្ញាពេលទៅថតហ្នឹងដូចនៅស្រីសធរកំពង់ចាមរឿងហ្នឹងគេថតចិត្តចាប់ណាគេថតចិត្តចាប់ហើយនៅសល់2ថ្ងៃហ្នឹងទៀតហើយរឿងនេះគេថត3ខែរបៀបមួយគេថតនៅតាកែវជុំនៅកំពង់ចាមហ្នឹងហើយនឹងនៅកពតហើយពេលឯងទៅហ្នឹងគឺចំថ្ងៃគេថតនៅសេចក្ដីហ្នឹងទៅ2ថ្ងៃឯងតែពេលចោះទៅហ្នឹងឡានហ្នឹងពេលទៅហ្នឹងគេទៅមួយឡានរបស់តួគេចេញទៅម៉ោង4ភ្លឺដល់ពេលអញ្ចឹងគឺទៅមួយគេមួយ director អញ្ចឹងទៅឡានក្រុមការងារគេទៅមុនអញ្ចឹងឯងមកក៏ជិះឡានទៅពេលជិះឡានទៅហ្នឹងដោយសារអញ្ចឹងពេលជិះទៅហ្នឹងដោយសារយើងចេញពីនេះទៅភ្លឺអញ្ចឹងល្ងួយដេកអញ្ចឹងអត់ដឹងថាឡានហ្នឹងបើកទៅដល់ set thot ហ្នឹងមកប៉ុន្មានទេប៉ុន្តែគាត់ថាពេលទៅដល់ set thot ហ្នឹងឃើញគេបើកឃើញឡានហ្នឹងយើងដឹងខ្លួនហើយយល់អត់យើងដឹងខ្លួនហើយក៏ចោះមកប៉ុន្តែពេលចោះមកហ្នឹងលៀមនៅជុំវិញខ្លួនយើងសត្វតប្រៃហ្មងគឺមានន័យថាឡានហ្នឹងគឺសត្វតប្រៃកន្លែងគេយើងថតហ្នឹងគឺសត្វតប្រៃហើយនៅជុំវិញហ្នឹងវាមានម៉ងខ្មោចវាមានអីចឹងទៅប៉ុន្តែចង់និយាយថាយើងអ្នកនិពន្ធអត់សូវខ្លាចទេដោយសារយើងប្រឌិតអារូបភាពហ្នឹងមកឲ្យអ្នកមើលខ្លាចចឹង it's okay វា fine ហ្មងវាអត់មានខ្លាចអីទាំងអស់ហើយគេថតគេអីធម្មតាចឹងទៅហើយនៅកន្លែងហ្នឹងគេថតតាមម៉ាស៊ីនទេអញ្ចឹងថតចាប់ហ្នឹងប្រហែលខ្ទង់ម៉ោង 2:10 អញ្ចឹងគេក៏មូទៅថតនៅផ្ទះអ្នកភូមិពេលទៅថតផ្ទះអ្នកភូមិហ្នឹងលៀងអីដែលឃើញផ្ទះនៅក្នុងរឿងខ្មោចនឹងនុតអាផ្ទះសល់ពីសម័យមុនហ្នឹងផ្ទះហ្នឹងឲ្យថតប៉ុន្តែគាត់ថាពេលដែលទៅថតហ្នឹងមិនមែនថតនៅផ្ទះហ្នឹងទេគឺថតផ្ទះធម្មតាទេប៉ុន្តែយើងសំផ្ទះអ្នកភូមិមិនស្នាក់នៅទេដាក់អីវ៉ាន់ហើយឯងទៅដេកនៅក្រោមផ្ទះហ្នឹងទាំងអស់គ្នាក្រុមការងារដាក់ម៉ាស៊ីនភ្លើងឯនៅក្រោមហ្នឹងព្រោះថាពីផ្ទះដែលដាក់ម៉ាស៊ីនភ្លើងហើយនៅផ្ទះថតហ្នឹងទល់មុខគ្នាហ្នឹងប្រហែលខ្ទង់100ម៉ែត្រយល់អត់យើងថតធម្មតារៀបចំ set ថតហ្នឹងប្រហែលជាខ្ទង់ដល់ម៉ោង 4 អញ្ចឹងគេថតអីធម្មតាអញ្ចឹងទៅពេលកំពុងថតហ្នឹងម៉ាស៊ីនភ្លើងវាលុតហើយពេលនោះឯងកំពុងមួយទឹកនៅក្រោមផ្ទះគេណាតែបើវងកញ្ចក់តិចផ្ទះនោះមានមនុស្សនៅណាគឺຕົកចោលហើយចាក់សោចាក់គេទៅធ្វើការនៅថៃចឹងមានន័យថាផ្ទះយើងក្រោមនៅហ្នឹងគឺយើងដាក់អីវ៉ាន់អត់មានអ្នកនៅទេអញ្ចឹងពេលហ្នឹងអត់បានទៅមើល director ថតទេមានថាមួយទឹកមួយអីទៅរៀងល្ងាចហើយនៅហ្នឹងមានក្រុមបច្ចេកទេសភ្លើងនៅច្រើនមានបងភ័ស្តុបងអី producer អីនៅហ្នឹងដែរហើយមានអ្នកកអាអីនៅហ្នឹងដែរអញ្ចឹងកំពុងតែមួយទឹកមួយអីហ្នឹងឮគេវាយអាយកុំមកថាម៉ាស៊ីនភ្លើងកាត់អីមែនអត់លុតម៉ាស៊ីនភ្លើងវាលុតមែនណាម៉ាស៊ីនភ្លើងអត់លុតយើងអត់អីណាយើងគិតថាប្រហែលបញ្ហាបច្ចេកទេសអញ្ចឹងបងអ្នកឡានហ្នឹងគាត់មើលម៉ាស៊ីនភ្លើងហើយម៉ាស៊ីនភ្លើងថាដាច់ខ្សែពៀនអីចឹងណាអញ្ចឹងក៏ជិះទៅរកទិញខ្សែពៀននៅភូមិហ្នឹងតែរៀងឆ្ងាយដែរព្រោះឯភូមិដែលយើងថតហើយនៅផ្សារហ្នឹងវានៅឆ្ងាយពីគ្នាដែរអញ្ចឹងប្រហែលជិត1ម៉ោងអញ្ចឹងប្រហែលខ្ទង់ម៉ោង 4 ណាអញ្ចឹងទៅមកម៉ាស៊ីនភ្លើងមកប្រហែលខ្ទង់ម៉ោង 5ទិញអាខ្សែពៀនម៉ាស៊ីនភ្លើងហ្នឹងមកហើយដាក់អត់ឆេះដាក់ហាត់ឆេះអញ្ចឹងគេដាក់ម៉ាស៊ីនភ្លើងហ្នឹងយកទៅធ្វើនៅផ្សារហ្មងអញ្ចឹងពេលដាក់ម៉ាស៊ីនភ្លើងយកទៅផ្សារហ្នឹងម៉ាស៊ីនភ្លើងហ្នឹងដាក់យកទៅផ្សារនៅកន្លែងគេធ្វើហ្នឹងឆេះតែយកមកកន្លែងថតអត់ឆេះមានថាម៉ាស៊ីនភ្លើងហ្នឹងគឺអត់អាចឆេះបានទេគឺអត់ឆេះទេតែបើយកទៅជាងគឺឆេះធម្មតាតែយកមកអត់ឆេះតែរឿងមួយដែលចម្លែកក្រុមការងារគឺចាប់ផ្ដើមឆ្ងល់ថាម៉ាស៊ីនភ្លើងមានបញ្ហាអីគាត់បង្រត់អ្នកកអាគាត់ចង់ថាគាត់សុកហ្មងគាត់សុកគាត់ស្ទុះងើបឈរហ្មងគាត់និយាយគាត់បើកភ្នែកធំគាត់និយាយហែងយកអីរបស់អញពីកន្លែងអញយកសងអញវិញណាគាត់អត់កាចទេធម្មតាហើយគាត់អត់ដឹងថាយើងយកអីមកដែរគ្រប់គ្នាសួរថាគេបានយកអីមកអញ្ចឹងអត់មានអ្នកដឹងអញ្ចឹងពេលហ្នឹងបងភ័ស្តុហ្នឹងគាត់ទេទៅលោកសួរថាលោកបងមានរឿងអីចឹងណាហើយលោកបងក៏គាត់ប្រាប់ថាសួរគ្នាយើងមើលមានតែគេយកអីពីកន្លែងដែលយើងទៅថតព្រឹកមិញហ្នឹងអត់អញ្ចឹងមុខសញ្ញាគឺ director ឬពីរនាក់ដែលយករបស់មក director ហើយនឹងប្រប់គឺដកផ្សិតចេញពីដើមពោដែលយើងថតហ្នឹងអាដើមពោនៅកណ្ដាលព្រៃថតព្រឹកមិញហ្នឹងណាហើយចេតនាដែល director យកអាហ្នឹងមកមិនមែនគាត់ចង់បានអីទេគាត់ថានៅក្នុងរឿងហ្នឹងរបៀបបែប1960អីចឹងហើយក្នុងរឿងហ្នឹងផ្ទះដែលយើងត្រូវថតហ្នឹងគឺត្រូវប្រើថ្នាំខ្មែរចឹងគាត់ចង់បានអាហ្នឹងធ្វើប្រាប់អីចឹងណាហើយគាត់ក៏មិនដឹងថាវាអាចមានបញ្ហារឿងហ្នឹងដែរយល់អត់ទៅពេលយើងបេះអត់សមទេរបៀបអត់សមគេចឹងហើយសំខាន់ហ្នឹងពេលទៅថតព្រឹកមិញហ្នឹងអត់មានសែនអីទាំងអស់យល់អត់ថតឆៅចឹងហ្មងកាប់ដាវយកចឹងទៅ director រៀងភ្ញាក់ខ្លួនដែរច្បាស់ពេកចូលនិយាយថាចែកយកអីហើយ director ហ្នឹងគឺគាត់ដឹងហ្មងថាគាត់បានយកអាហ្នឹងមកអញ្ចឹងលោកក៏ប្រាប់ថាឥឡូវទៅសុំកម្មាទោសគេហើយយកនឹងសងគេវិញទៅអញ្ចឹងក៏នាំគ្នាដឹកគ្នាមកឡានអស់ក្រុមការងារទាំងអស់ហ្នឹងភ័យស្លេកមុខទៅឲ្យធូកឲ្យសម័យមើលតម្រុំទៅដល់កន្លែងថតវិញទុំប្រហែល 6 7 យប់ហើយឡើងស្ងាត់ជ្រាបហ្មងអញ្ចឹងចាប់ណាយើងគិតថាចាប់មែនអត់មានចាប់ទេមូលទៅថតដល់ផ្ទះអ្នកភូមិវិញមានន័យថាយើងសុំកម្មាទោសហើយទៅវិញទៅម៉ាស៊ីនភ្លើងឆេះហ្មងហើយថតធម្មតាអញ្ចឹងទៅថតរហូតដល់ម៉ោងប្រហែល 4 ភ្លឺម៉ោង 4 ភ្លឺថតចាប់ឲ្យមានថតចាប់ត្រឹមហ្នឹងហើយដេកទេណា
director ប្រាប់ថាត្រូវមកថតនៅកន្លែងនឹងម្ដងទៀតថតមក4ភ្លឺថតស៊ីនបំផុសស្រែកជេរព្រាយថតនៅនឹងហ្មងកន្លែងអ្នកតាហ្នឹងណាគឺថតនៅនឹងហើយចឹងថាពេលហ្នឹងមានអារម្មណ៍ភ័យដែរប៉ុន្តែអត់ដឹងធ្វើម៉េចវាជាទំនួលខុសត្រូវព្រោះ director បើអត់ថតក៏វាមិនបានហើយទីតាំងចឹងថាចង់សរសើរអ្នករើសទីតាំងគាត់បកកែរើសព្រឺហូមខ្ញាក់ហ្មងចឹងមកថតនៅនឹងចប់ចឹងថាពេលយើងមកថតអាស៊ីនចុងក្រោយម៉ោង4ភ្លឺស្រែកជេរហ្នឹងជីតែម៉ាស៊ីនហ្នឹងចប់ទៅក៏ដល់ស្អែកឡើងយើងថតទៀតស្អែកឡើងយើងថតម៉ាស៊ីនទៀតថតនៅនឹងដែរប៉ុន្តែយើងថតប្រហែលខ្ទង់ម៉ោង4ល្ងាចព្រោះអីយើងថតស៊ីនអ្នកតាស៊ីនចូលរូបក៏មានភ្លេងមានរំអីព្រឺហូមចឹងថាចេះអាពេលយើងទៅថតដំបងយើងថតនៅក្រុមអ្នកតាហ្នឹងមែនប៉ុន្តែយើងគ្រាន់តែថតស៊ីនដើរកាត់ទៅណាយើងអាចបានធ្វើអីនៅលើដើមពោធិ៍ហ្នឹងតែថតស៊ីនអ្នកតាហ្នឹងក្រុមការងារគាត់ត្រូវ set up មានថាត្រូវជំរះស្មៅតែអីចឹងពេលតែទៅជំរះស្មៅបានដឹងថានៅក្បែរដើមពោធិ៍ហ្នឹងគឺមានរោងអ្នកតាចាស់មួយយើងមើលអត់ឃើញណាគ្រប់គ្នាក៏ដឹងថានៅចំហៀងហ្នឹងគឺមានរោងអ្នកតាវារបៀបរោងអ្នកតាទូចមួយហើយគេអត់ធុកអត់អីរបៀបជំនឿរបស់អ្នកភូមិចឹងហើយយើងមើលអត់ដឹងទេចឹងដល់ពេលជំរះស្មៅទៅបានដឹងចឹងដល់ពេលហើយចឹងទៅក៏នាំគ្នាអត់ធុកអីម្ដងទៀតដើម្បីសំទីតាំងថតម្ដងហ្នឹងគឺជឿមិនជឿអីគ្រាន់តែរឿងជឿតិចដែរសុកបើសិនភ្លើងអត់ឆេះឲ្យធុកឆេះវិញរឿងជឿដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចស្ដាប់ហើយពិចារណាតាមរបៀបអាហ្នឹងគេហៅគេអបិយជំនឿរៀងខ្លួនទៅមិនបាច់គិតថាវាជាជំនឿអីដែលងប់ងល់ពេកទេអញ្ចឹងដល់ពេលរៀបចំថតអីម្ដងទៀតគេរៀបពួកអ្នកប្រប់ឲ្យក្រុមការងារគាត់ set up ទៅធ្វើដូចជាកន្លែងចូលរូបអីចឹងណាអញ្ចឹងម៉ោង4ហ្នឹងគឺគេចាប់ផ្ដើមលេងភ្លេងថ្វាយមានភ្លេងមែនតើណាលេងភ្លេងខ្មែរអីមែនតើហ្មងបងប្អូនគ្នាអញ្ចឹងគេលេងភ្លេងខ្មែរថ្វាយអីមកបត់សិនហើយ director គាត់ក៏សមតួសមអីចឹងទៅព្រោះធម្មតាពេលថតអញ្ចឹងគេត្រូវសមតួមុនដើម្បីលេងទៅចូលគ្នាហ្មងអញ្ចឹងកំឡុងពេលហ្នឹងគឺមេឃអីធម្មតាទេប៉ុន្តែគ្រាន់តែដាក់ភ្លេងខ្មែរភ្លាមមែនលេងថ្វាយភ្លាមមែនខ្យល់វូហ្មងឡើងអាដើមពោធិ៍ហ្នឹងគឺរេទៅរេមកហើយខ្យល់ដូចក្នុងរឿងមែនតើហើយក្រុមការងារចាប់ដើមភ័យនឹងមិនភ័យខ្លាចខ្មោចរហូតទេខ្លាចភ្លៀងទៅថតអាកើនិយាយទៅអ្នកទាំងអស់គ្នាពួកខ្ញុំគឺអត់សូវខ្លាចខ្មោចព្រោះឲ្យថតរឿងខ្មោចរហូតប៉ុន្តែអីដែលភ័យខ្លាចភ្លៀងអញ្ចឹងពេលគាត់លេងចាប់មកបាត់អញ្ចឹងទៅ director មើលឃើញភ្លៀងអត់សូវល្អគាត់ក៏ឲ្យពួកយើងទាំងអស់គ្នាចាប់ដើមរៀបចំថតអីចឹងទៅព្រោះឥឡូវគាត់នៅចាប់ដើមរៀបគេវាយភ្លើងវាយអីហើយណារៀបគាត់ director ថារៀបចំ action អីចឹងគឺភ្លៀងមកហ្មងភ្លៀងហ្មងហើយពលុតម៉ាស៊ីនភ្លើងអត់តនេះក្រុមការងាររត់ចូលដល់អត់តនេះលៀងបែកផប់វល់អញ្ចឹងគឺថតអាការទេឲ្យភ្លេងខ្មែរហ្នឹងដឹងគាត់ទៅណាគាត់រើទៅនៅស្នាក់នៅវត្តសិនណាព្រោះអីនៅចិត្តហ្នឹងវាមានវត្តអញ្ចឹងគាត់ទៅវត្តសិនហើយភ្លៀងអត់រាំងហ្មងគឺភ្លៀងតាំងពីម៉ោង6ហ្នឹងរហូតដល់ម៉ោង2:10យប់ហ្នឹងយើងឃើញមេឃវារៀងល្អវិញហើយអញ្ចឹងគេចាប់ដើមរើថតអីម្ដងទៀតចឹងរបៀបយើងនាំគ្នាចេញពីក្នុងឡានចេញពីក្នុងខ្ទមឯរបៀបនៅក្នុងនៅហ្នឹងវាមានកន្លែងជ្រកវាមានខ្ទមអ្នករបៀបគេចាំអីចឹងយើងនាំគ្នារកកន្លែងជ្រករៀងខ្លួនចឹងទៅអញ្ចឹងដល់ពេលចេញមកនាំគ្នាចេញមកគ្រាន់ចេញមកមែនអ្នកភ្លើងចាប់ដើមបើកភ្លើងវិញព្រោះវារាំងភ្លៀងមកទៀតភ្លៀងរហូតដល់ម៉ោង2ភ្លឺដល់ម៉ោង2ភ្លឺហ្នឹងចាប់ដើមគេថានឹងបានថតអត់បើភ្លៀងយ៉ាងហ្នឹងយើងឲ្យនឹងសម័យជីហូក៏លឿនថាចាភ្លៀងឡើងបែកផុកវល់ហ្មងហើយនឹងសម័យមើលហើយបានថតប៉ុន្តែចង់ឲ្យអ្នកទាំងអស់គ្នាសម័យមើលថាយើងមានក្រុមការងារផែ4 10 20នាក់នៅក្នុងព្រៃហើយអត់អាចបើកភ្លើងបានទេដោយសារតែមេឃភ្លៀងខ្លាំងពេកអញ្ចឹងយើងត្រូវប្រើភ្លើងទូរស័ព្ទហើយម្នាក់ទៅទឹកពេញខ្លួនមកព្រោះយើងអាពេលដែលភ្លៀងមែនតើហ្នឹងធម្មតាក្រុមការងារគាត់អាចជ្រកបានទេគាត់ត្រូវមូកាមេរ៉ាមូភ្លើងមូអីចឹងណាជាកាតព្វកិច្ចរបស់ភូមិគាត់រៀងខ្លួនចឹងទៅទឹកខ្លួនចូលហើយចាំតែខ្ញុំហ្នឹងមិនដឹងជាសាច់កាយក៏ទៅទឹកខ្លួនដែរព្រោះអីឲ្យមានកន្លែងជ្រករហូតចូលឡានរហូតដល់តដែរព្រោះមនុស្សវាច្រើនឡានវាតែ2អញ្ចឹងដល់ពេលហើយម៉ោង2ហ្នឹងក៏សេតចាប់ដើមថតម៉ោងទៀតចាប់ដើមរាំងណាតាមថតអីធម្មតាអញ្ចឹងទៅក៏ថតបានប៉ុន្តែមានរឿងចម្លែកមួយបើសិននៅក្នុងរឿងហ្នឹងវាមានស៊ីនគេធ្វើមន់ឆ្កាងអ្នកទាំងអស់គ្នាគេធ្វើមន់ឆ្កាងអីមែនតែនអញ្ចឹងពេលដែលថតហ្នឹងអត់ដឹងកាត់អីទេគឺយកសលេងអត់បានហើយអត់ដឹងថាវាមានបញ្ហាអីខ្ញុំភ័យទេខ្ញុំឡើងយកដៃទេដល់គ្នាស្គាល់ក្លាបខ្មៅទាំងអស់គ្នាចង់ដឹងថាក្លាបខ្មៅនៅក្នុងរឿងវាមិនអញ្ចឹងកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាប៉ុន្តែឥឡូវខ្ញុំបកមករឿងនឹងវិញក្លាបខ្មៅធ្លាប់តែញញមែនពេលទៅជួបរបស់ពិតក្លាបខ្មៅញាត់ឲ្យកូនក្លាគ្នារៀងញញតែដល់ពេលចូលរឿងនឹងមែនតើគ្នារៀងភ័យដែរឃើញទស្សនវិជ្ជាស្ដែងប៉ុន្តែគ្រាន់តែចេះបទពិសោធន៍ដែលខ្ញុំទទួលបានហ្នឹងគឺទី1គឺថាបើយើងចាំច្រឡំចលេងបើមិនជឿកុំបំបាទរបៀបអញ្ចឹងឥឡូវវាទទួលបានបទពិសោធន៍ហ្នឹងតែពីខ្ញុំទៅវិញខ្ញុំមិនថាអត់ជឿហ្មងទេគ្រាន់ថានៅតាមតំបន់មួយគឺមានការគោរពមានជំនឿអីរៀងខ្លួនអញ្ចឹងធម្មតាដូចខ្ញុំអញ្ចឹងខ្ញុំក៏មិនជាមនុស្សដែលខ្លាចខ្មោចដែរគ្រាន់ថាធម្មតាយើងអត់ស្អីរឿងខ្មោចអីមិនដែលចេញមកថាខ្លាចទេគ្រាន់ថាយើងជួយបញ្ចូលអារម្មណ៍តែទៅពេលយើងប៉ះតែអាពិតរបស់គេមានអារម្មណ៍តែជឿដែរធម្មតាតែយើងធ្វើរឿងយើងត្រូវមានជំនឿចូលឲ្យបានសរសេររឿងចេញមកវា
ដូចជាការពិតអីអញ្ចឹងណា របៀបអញ្ចឹងប៉ុន្តែខ្ញុំពេលត្រឡប់មកផ្ទះខ្ញុំថាពេលថតចប់ហ្នឹងប្រហែលខ្ទង់ម៉ោង6ព្រឹកវិញហ្នឹងចឹងមានថា24ម៉ោងក៏បានដេកចឹងណារបៀបចឹងហើយខ្ញុំអត់ខ្លាចទេគ្រាន់ថាមានអារម្មណ៍រៀងអត់ស្រួលនៅក្នុងចិត្តពេលដែលមានព្រឹត្តិការណ៍នឹងកើតឡើងហើយក៏អត់មានអីដែរប៉ុន្តែពេលមកដល់ផ្ទះវិញហ្នឹងរបៀបវាឲ្យអារម្មណ៍ខ្លាចអារម្មណ៍សល់ចាវាមានដូចអីមកតាមវាឲ្យអារម្មណ៍សល់ និយាយណារឿងមានអីមកតាមអីចឹងទៅយើងស្អីគេចាស់ចំណាំនេះការខ្មោចព្រៃអីហ្នឹងហើយពេលមកផ្ទះយើងយកស្លឹកក្រូចសើស្លឹកក្រូចសើក៏ស្លឹកក្រូចថ្លុងនេះយកមកបោកយើងអីចឹងឲ្យបច្ចេទៅគេទៅវិញអីចឹងណាហ្នឹងគាត់តែជំនឿចាស់អីពេលកូនក្មេងអីដើរឆ្លងកាត់ព្រៃអីជិះមកឆ្ងាយអញ្ចឹងគេតែងតែធ្វើអញ្ចឹងហើយប៉ុន្តែឯងអត់ទេចង់ណាមានពេលទៅអញ្ចឹងឲ្យសាកសម័យមើល24ម៉ោងអត់តាមបានដេកចឹងណាអញ្ចឹងមកដល់ office វិញប្រហែលខ្ទង់ម៉ោង7ព្រឹកណាទៅខ្ញុំជិះទៅដល់ផ្ទះឯងនៅចំចៅជិះ1ម៉ោងទៀតពេលព្រឹកហ្នឹងវាស្ទះហត់គេមកធ្វើការចឹងយើងបានមើលថារៀងស្ទុកចឹងថារៀងស្ទុកមធ្យមមែនណាងុំពេលមកពេលហ្នឹងវិញគឺអារម្មណ៍ខ្លាចហ្មងដេកអត់លូអេវាដិតដាមជាមួយហ្នឹងហើយយើងចេះតែមានអារម្មណ៍ថាមាននរណាម្នាក់នៅជាមួយយើងដែរចឹងណាហើយចឹងទៅដល់ពេលភ័យពេកហើយខ្លាចពេកអាហ្នឹងចាប់តាមយកជំនឿស៊ុបចូលខ្លួនហ្មងអាហ្នឹងអាចបងប្អូនគ្នាជឿថាខ្ញុំជាមនុស្សមិនក៏បានដែរប៉ុន្តែខ្ញុំអត់ស្គាល់ជឿមែនប៉ុន្តែតទៅពេលហ្នឹងចាប់តាមជឿហ្មងទៅស្រោចទឹកដល់ពេលស្រោចទឹកទៅវាឲ្យអារម្មណ៍យើងចាប់តាមស្ងប់ចិត្តបន្តិចយើងចង្ហិតណាឲ្យផ្លូវចិត្តយើងវាល្អប្រសើរជាងមុនអញ្ចឹងទៅឥឡូវហ្នឹងខ្ញុំត្រឡប់មកធ្វើការបានឥឡូវការជិះលំនាងគេឥឡូវការជំនុំវិញពេលមកដំបូងហ្នឹងគឺថា7ថ្ងៃអត់ចូល office ទេគឺសុំច្បាប់នៅផ្ទះតែម្ដងស្បាទេចឹងអ្នកទាំងអស់គ្នាមិនដែលធ្លាប់ទទួលបានអារម្មណ៍ឬក៏ដឹងពីសាច់រឿងអីផ្សេងតាក់ទងនឹងជំនឿចឹងដែរអត់អានេះវាមិនខ្មោចទេវាតាក់ទងជំនឿទៅហ្នឹងហើយប្រហែលជាអារម្មណ៍យើងទី1ទី2អាភាពចៃដន្យអីផងបើយើងថាវាមិនមែនជាជំនឿវាអាចជាភាពចៃដន្យប៉ុន្តែភាពចៃដន្យខ្លះវាចៃដន្យច្រើនដងពេកក៏ធ្វើឲ្យយើងរៀងគិតដែរតែថាចេះអញ friend អញចៃដន្យឬអត់តំណងបើសិនភ្លើងនឹងយកទៅកន្លែងភ្លើងឆេះដល់ពេលដឹកមកកន្លែងថតអត់ឆេះវាសំខាន់ត្រង់ថាទៅអត់ធូបសុំកម្មាទោសបើមិនសិនភ្លើងវាឆេះវិញតែសំខាន់ចាប់អារម្មណ៍ឡើងត្រង់មួយចំណុចដែលថាបងរត់ដែលជាអ្នករៀបកៅអៅហ្នឹងគាត់ធម្មតាគាត់រៀងអត់សូវនិយាយអីចឹងគាត់របៀបទៅពេលឲ្យមកចោលមុខនិយាយហើយប៉ាំងចឹងហ្មងបើយើងនៅក្នុងទស្សនវិជ្ជាហ្នឹងរៀងបាសសក់ដែរហើយខ្ញុំប្រាប់អ្នកទាំងអស់គ្នាមួយថាអ្នកដែលយកអីវ៉ាន់ហ្នឹងគឺដឹងអ្នកពីរអ្នកនេះ director ហើយនឹងប្រាប់ហេតុអីបានជាគាត់ដឹងដែរព្រោះពេលហ្នឹងគឺគាត់ទៅថតចប់ហ្នឹងគឺគាត់ឡើងឡានត្រាក់ដឹកអីវ៉ាន់ហ្នឹងមកមុនហើយអញ្ចឹងអ្នកដែលនៅ set ថតហ្នឹងមានតែ director ពួកប្រាប់អីដែលជិះឡានក្រោយដូចមួយខ្ញុំអីចឹងណាគាត់បានដឹងនៅក្នុងទស្សនវិជ្ជាដែលគេយកអាផ្សិតនឹងផ្សិតនឹងដកនឹងចេញឯប៉ុន្តែស្រាប់តែឲ្យគាត់នឹងជាមកអ្នកមកប្រាប់ឯងវិញអញ្ចឹងណាកម្រនឹងថាគាត់ជួនអញ្ចឹងដែរអញ្ចឹងបានថាសំខាន់ណាអាផ្សិតហ្នឹងអ្នកទាំងអស់គ្នាវាមិនមែនជាផ្សិតលីងជឿទេផ្សិតដោះជាប់ទឹកដើមឈើហ៎អូស្វាតោអីហ្នឹងរបៀបចឹងហើយយើងអត់គិតថាគេប្រកាន់អញ្ចឹងទេតែពិបាកដែរវាជាអបិយជំនឿរបស់អ្នកភូមិអីចឹងណាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាស្ដាប់ហើយទទួលបានអារម្មណ៍មិនដែរហើយសម្រាប់ខ្ញុំនេះជាបទពិសោធន៍ថ្មីហ្មងថ្មីឥឡូវហ្នឹងគឺខ្ញុំសុំពេលគេថតរឿងថ្មីសុំអត់ទៅតោងគេទេសុំសម្រាប់បាយធំចឹងវាកម្រងថាទៅថតរឿងខ្មោចមួយច័ន្ទទៀតនិយាយអត់ទេមកផ្អើឯងចឹងនេះអរិយទាំងអស់គ្នាខ្ញុំរៀងផ្អើខ្ញុំជាទូទៅជាមនុស្សដែលចូលចិត្តទៅតោងគេនៅកន្លែងថតបើពេលទៅថតចឹងគឺទទួលបានអារម្មណ៍ច្រើនយើងដឹងរៀនបានច្រើនអីចឹងណាអ្នកយូហ្វុនគាត់នៅតែក្នុងមួយបន្ទប់ហ្នឹងហើយគាត់ចង់និយាយថាប្រមូលអារម្មណ៍ឲ្យទៅសេចេញហ្មងគាត់អត់សូវដែរចេញទៅក្រៅទៅសេតថតអីចឹងឯងទៅពេលឥឡូវគាត់បានចេញទៅសេតថតមកគាត់ដឹងថាវាឧបសគ្គអីខ្លះឥឡូវខ្ញុំឡើងឆ្ងល់ហើយថាបានក្រុមការងារថតរឿងខ្មៅមុខស្លេកស្លេកដែរហើយមែនខ្ញុំសួរសប្បាយទៅមកថតធ្លាប់សួរ director ថាខ្មៅឡងខ្មៅអីអត់គាត់ថាដៃខ្មៅឡងគាត់ថាឡងក្នុង monitor ចឹងអរគុណដល់អ្នកគ្នាតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ចឹងសូមជួបគ្នានៅអេពីសូតក្រោយបាយបាយ